សំណប់ហរតីប្តីលាអូនហើយបាទសូមជម្រាបសួរបងប្អូនលោកតាលោកយាយលោកពូណាមីងនិងលោកអ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាដែលជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករកវីនិពន្ធតន្ត្រីករជាចាស់និងសិល្បករតន្ត្រីករនៅទសវត្សរ៍ទី80ផងបានវិលមកជួបបងប្អូនលោកពូណាមីងនិងអ្នកនិយមដូរតន្ត្រីសម័យចំនួនដើមនិងទសវត្សរ៍ទី80ទី90ទៀតហើយថ្ងៃនេះខ្ញុំបានអញ្ជើញបាទបងប្រុសដែលនៅខាងឆ្វេងដៃខ្ញុំមកជួបមកបង្ហាញអំពីស្នាដៃរបស់គាត់ម្ដងឲ្យបងប្អូនបានស្គាល់កន្លងទៅគឺយើងផ្ដោតសំខាន់តែលើតន្ត្រីករកវីនៅទសវត្សរ៍ទី60ទី70ទី80និងទី90ឥឡូវយើងមកជួបអ្នកនិពន្ធបាទនាទសវត្សរ៍ថ្មីនៃឆ្នាំ2000ឡើងមកបាទ2010 2020និងឥឡូវ2026ហើយទៅទៀតខ្ញុំនឹងសាកសួរគាត់ថាសុខកំណើតគាត់នៅខាងណាហេតុអ្វីបានជាគាត់មានចំណូលចិត្តខាងការតែងនិពន្ធកំណាព្យកាបឃ្លូងនិងផលិតចេញជាបទចម្រៀងឥឡូវខ្ញុំជួបគាត់តែម្ដងបាទជំរាបសួរបងជំរាបសួរបាទថ្ងៃនេះប្រហែលជាមានបងប្អូនអ្នកស្ដាប់អ្នកទស្សនាកំពុងតែចង់ដឹងហើយក៏អាចងឿងឆ្ងល់ផងដែរថាកន្លងទៅខ្ញុំសុភីតែរៀមច្បងតន្ត្រីករអ្នកនិពន្ធចំនួនដើមតែសម្រាប់បងគឺជាអ្នកនិពន្ធចំនួនថ្មីបាទថ្មីសាឡាងតែម្ដងបាទអញ្ចឹងប្រហែលជាមានបងប្អូនអ្នកទស្សនាច្រើនគាត់មិនទាន់ស្គាល់ទេបាទថាបងជានរណាហើយមានកំណត់នៅខាងណាហើយហេតុអ្វីបានជាមានចំណូលចិត្តមានវិស័យខាងការតែងនិពន្ធនេះឥឡូវដំបូងចង់ឲ្យបងឯងបង្ហាញឈ្មោះបន្តិចឲ្យបងប្អូនអ្នកទស្សនាគាត់ស្គាល់ថាបងឈ្មោះអីហើយសុខកំណើតនៅខាងណាបាទជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់ខ្ញុំឈ្មោះញ៉ែមវិបុលមានស្រុកកំណើតនៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបាទពីដើមឡើយស្រុកមង្គលបុរីខេត្តបាត់ដំបងបាទបាត់ដំបងតែពេលឆ្នាំ8ជាងគេកាត់ទៅបន្ទាយមានជ័យបាទទៅបន្ទាយមានជ័យហើយអ្នកភូមិអ្នកឃុំណាដែរបងនៅឃុំរិស័យស្ក្រកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យនៅផ្សារមង្គលបុរីផ្សារមង្គលបុរីផ្សារមង្គលបុរីអ្នកមង្គលបុរីបាទកម្របានជួបណាអ្នកខាងមង្គលបុរីភាគច្រើននៅខាងបាត់ដំបងពូសាត់ហើយនឹងកំពង់ស្ពឺព្រៃវែងស្វាយរៀងជាដើមហើយបងញ៉ាំវិបុលគាត់ជាអ្នកនិពន្ធចំនួនថ្មីសាឡាងតែម្ដងហើយទៅទៀតចាំខ្ញុំសួរដល់រឿងការតែងនិពន្ធឥឡូវចង់សួរបងឯងបន្តបងឯងសប្តាហ៍ថ្ងៃនៅភ្នំពេញមិនចឹងទេបាទនៅភ្នំពេញហើយប្រកបមើលរបស់អីខ្លះនៅពីបច្ចុប្បន្ននេះគ្រូសាគាត់អ្នកលក់ដូរលក់អីបានហើយខ្ញុំធ្វើការអាជីពជាអ្នកនិពន្ធនៅអង្គភាពព័ត៌មានមួយហើយខ្ញុំនៅក្រសួងព័ត៌មាននៅក្រសួងព័ត៌មានផងហើយនៅខាងការតែងនិពន្ធអង្គភាពមួយផងបាទក្រសួងព័ត៌មានខ្ញុំទីប្រឹក្សាក្រសួងព័ត៌មានបាទហើយគ្រួសារបងឯងអ្នកលក់ដូរនៅផ្ទះបាទអ្នកលក់ដូរបាទហើយមកដល់ឆ្នាំនេះវ័យប្រហែលទេបងដល់ឆ្នាំនេះវា46បើសរុបតាមឆ្នាំខ្មែរ47បាទបងខ្ញុំមួយឆ្នាំ2ឆ្នាំទេបាទខ្ញុំ44ចិត្តឈានចូល45ដែរហើយបាទតែគ្រាន់តែចំណែនបងឯងបន្តិចតោះថាបងឯងបងខ្ញុំមួយឆ្នាំ2ឆ្នាំតែបងឯងនៅសក់ក្បាលនៅក្រាស់ល្អណាគ្រាន់តែសជាងខ្ញុំបន្តិចណាសក់យកមកទៅឃើញគេមានសក់ច្រើនជាងចេះតែចំណែនដោយសារស្ដាយសក់ខ្លួនឯងពីមុនក្រាស់ដែរតែខ្ញុំពាក់អាមួកការពារនោះជិះម៉ូតូពេកដល់ពេលជន់ទៅវាក្តៅវាហុំក្បាលទៅវាស្បើយទៅតាមហ្នឹងណាហើយនិយាយពីការងារតែនិពន្ធរបស់បងឯងវិញឃើញថាបងឯងវ័យសบายខ្ញុំដែរទេតែឃើញថាបានផលិតបទចម្រៀងនោះបានហូរហែមកហើយឥឡូវមកដល់ឆ្នាំ2026ហើយពេលដែលយើងកំពុងសភានេះខែ6ខែ7នេះបានប្រមាណបទហើយបានជាង10បទជាង10បទហ្នឹង10 11 12យ៉ាងបាទហើយការតែងនិពន្ធ45បទទៀតកំពុងតែផលិតបាទបានច្រើនអញ្ចឹងបាទតែគ្រាន់តែបទដែលផលិតចេញជារូបរាងហើយបានប្រហែល10បទណាបាទ12បទហេតុអីមិនផលិតចេញមកទាំងស្រុងតាមដំណាក់កាលវាបានលឿនឲ្យបានអីឬក៏ដោយសារថវិកាដោយសារខ្វះពេលវេលាឬក៏ដោយសារខ្វះអ្នកចម្រៀងច្រៀងមិនទាន់ត្រូវចិត្តឬក៏អ្នកតែងបទភ្លេងមិនទាន់មានពេលសម្រាប់យើងបើនិយាយទៅបទខ្ញុំដាក់ផែនការមួយខែចេញមួយបទមួយខែចេញមួយបទដោយសារត្រូវការអ្នកចម្រៀងគាត់ច្រៀងគាត់ហាត់អីចឹងហើយ
ក៏ច្រៀងភ្លាមក៏អត់យកភ្លាមដែរនិយាយការពិតទៅដើម្បីខ្ញុំស្ដាប់មើលទៅមានឃ្លាឃ្លោងប្រយោគជួនកាលការបញ្ចេញសំឡេងហ្នឹងវាមិនត្រូវនឹងអាក្រាវិរុទ្ធក៏ខ្ញុំឲ្យច្រៀងសាស្ត្រថ្មីដែរបាទប៉ុន្តែគ្រាន់តែសំឡេងលោកថនស៊ីថុនដែលច្រៀងបទបើយើងស្នាដៃខ្ញុំពាក្យច្រើនខ្ញុំឲ្យលោកថនស៊ីថុនគាត់អ្នកច្រៀងពេលអញ្ចឹងសំឡេងគាត់ល្អដូចបងដឹងស្រាប់អញ្ចឹងគាត់សំឡេងគាត់ដូចyour still របស់អន្តរីសិនស៊ីសមុទ្រចាំវិញអញ្ចឹងទៅខ្ញុំពេញចិត្តសំឡេងគាត់អញ្ចឹងបើស្នាដៃពាក្យច្រើនរបស់ខ្ញុំឲ្យគាត់ច្រៀងហើយពេលអញ្ចឹងកន្លែងណាដែលបញ្ចេញសំឡេងមិនចំអាក្រាវិរុទ្ធឬក៏លំអៀងតិចក៏ត្រូវថតសាស្ត្រថ្មីដែរអញ្ចឹងដោយសារខ្ញុំសម្រិតសម្រាំងហ្នឹងហើយបានធ្វើឲ្យបទមួយរៀងយូរបាទយើងមិនលឿនចិត្តផ្ចង់ណាចិត្តផ្ចង់ធ្វើឲ្យចេញមកមួយមានគុណភាពបាទហ្នឹងហើយឥឡូវរៀបរាប់ចំណងជើងមកបទដែលបងឲ្យផលិតចេញជារូបរាងឲ្យដាក់បង្ហោះតាមបណ្ដាញសង្គមឲ្យអ្នកស្ដាប់នឹងគាត់បានឃើញមានចំណងជើងអីខ្លះមានបទលងស្នេហ៍មង្គលវរីផ្កាក្នុងផើងមាសមង្គលវរីដីស្អិតនឹកម្ចាស់បេះដូងបទខ្លួនឯងប្រមាថនឹកម្ចាស់ហើយលីពៅចេញច្បាំងហើយមួយទៀតបទដែលកំពុងថតពាក់ព័ន្ធនឹងមង្គលវរីសេរីសុភ័ណ្ឌបាទបទចម្រៀងតាក់ទងមង្គលវរីសេរីសុភ័ណ្ឌគឺដោយសារសរសេរពីស្រុកកំណើតខ្លួនឯងបាទហើយក្នុងចំណោមបទចម្រៀងទាំងអស់ហ្នឹងតើចម្រៀងណាដែលធ្វើឲ្យបងឯងស្រឡាញ់ពេញចិត្តជាងគេឬក៏បងឯងមានអារម្មណ៍ថាអូស្នាដៃទាំងឡាយហ្នឹងគឺបទហ្នឹងសរសេរមកគឺអ្នកច្រៀងក៏ត្រូវចិត្តហើយស្នាដៃបងឯងសរសេរមកក៏មានអារម្មណ៍ថាស្រឡាញ់ជាងគេនិយាយពិតទៅស្នាដៃទាំងអស់ស្រឡាញ់ទាំងអស់សម្រាប់ស្នាដៃផ្ទាល់ខ្លួនបាទប៉ុន្តែខ្ញុំចាប់អារម្មណ៍មហាជនគាត់ចាប់អារម្មណ៍វិញទេព្រោះជាធម្មតាយើងផលិតមកជាស្នាដៃផ្ទាល់ខ្លួនហើយជាគ្មានណាស្រឡាញ់ជាងខ្លួនឯងទេបងប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍យើងនិយាយពីបទមនោចេតនាខ្ញុំឃើញគេពេញចិត្តបទដែលពុំទៅផ្ទុះបច្ចុប្បន្នឃើញបទដែលបុប្ផាផ្សារវាយន្តនិយាយពីខេត្តស្វាយរៀងអ្នកស្វាយរៀងបាទបុប្ផាផ្សារវាយន្តហើយនឹងមួយទៀតលងស្នេហ៍មង្គលវរីបាទបទពីរហ្នឹងឃើញ view ចេញមកឃើញ view ច្រើនបានច្រើនណាបាទអាហ្នឹងពាក់ព័ន្ធបទមនោចេតនាបាទហើយដោយឡែកបទដែលពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នដែលយើងប្រទេសជាតិយើងកំពុងតែទទួលរងការឈ្លានពានរបស់ចៅសៀមបាទខ្ញុំប្រើពាក្យហ្នឹងចឹងពេលអញ្ចឹងបទលីពៅចេញច្បាំងឃើញ view ច្រើនបាទឃើញ view ច្រើនបាទឃើញថាបង្ហោះនៅក្នុង YouTube ដោយសារ channel ខ្ញុំទើបបង្កើតពេលអញ្ចឹងទៅឃើញ view បានប្រហែល100ហើយ channel ដែលរបស់លោកយុគដួងតារាដែលគាត់ច្រៀងបទខ្ញុំនេះយុគដួងតារានៅរដ្ឋកម្មហងមាសហ្នឹងបាទឃើញ view ច្រើនដែរប្រហែលដែរពេលសម្រាប់មួយនេះខ្ញុំយកមកដាក់ channel ផ្ទាល់ខ្លួនមិត្តភ័ក្តិអីគេតែងតែសួរថាបង្កើត channel ផ្ទាល់ខ្លួនមួយមកព្រោះតារាចម្រៀងគាត់មានបទច្រើនអញ្ចឹងក៏មានអ្នកនិពន្ធច្រើនបទច្រើនអញ្ចឹងប្រមូលបទខ្លួនឯងទុកដោយឡែកបាទសម្រាប់សម្គាល់ថាបទរបស់យើងបានប៉ុន្មានបទហើយបើសិនជាណាគេចង់ដឹងបទយើងសុទ្ធគ្រាន់តែវាយឈ្មោះ channel របស់យើងមកគេដឹងថាយើងមានប្រមាណអញ្ចឹងណាខ្ញុំក៏បង្កើត channel ផ្ទាល់ខ្លួនទៅខ្ញុំក៏ដាក់ channel ដាក់ហនុមានខ្មែរ music ចឹងឲ្យជួយក្នុងការនឹងផងដែរបើសិនបងប្អូនចង់ស្ដាប់បទចម្រៀងដែលជាស្នាដៃរបស់ខ្ញុំផ្ទាល់បងប្អូនអាចវាយចូល YouTube ដាក់ហនុមានខ្មែរ music ទៅចេញហើយឬក៏បើមិនចេញទេលោកប្រិយមិត្តទាំងអស់អាចវាយឈ្មោះខ្ញុំញ៉ែមីបុលទៅវាលោតចេញមកហើយជួយ Subscribe channel បាទអញ្ចឹងដោយបងជម្រាបអញ្ចឹងថាស្នាដៃបងមានប្រហែលជា10បទណាតែថ្ងៃនេះឃើញថាបងយកមកបទនេះចង់មកបង្ហាញបងប្អូនអ្នកស្ដាប់អ្នកទស្សនាតើលក្ខណៈវិសេសណាមួយតាក់ទងនឹងបទនេះដែលបងឯងពេញចិត្តឬក៏ដោយសារតែបងឯងយល់ឃើញថាឥឡូវស្ថានភាពប្រទេសជាតិយើងកំពុងតែមានបញ្ហាជាមួយពួកអាចៅប្រវត្តិសាស្ត្រហ្នឹងបានជាបងឯងលើកបទលាពើចេញច្បាំងនេះដើម្បីយកមកបង្ហាញបងប្អូនអ្នកទស្សនានិយាយការពិតប្រវត្តិបទនេះវាកើតឡើងពីការឈឺចាប់បាទរបស់ខ្ញុំផ្ទាល់របស់បងដែររបស់ជនជាតិខ្មែរទូទៅដែរឈឺចាប់ដែលពាក់ព័ន្ធនឹងការឈ្លានពានរបស់ដោយបងមានប្រសាសន៍ថាចៅវរសាស្ត្រហើយខ្ញុំហៅថាអាចៅសៀមហ្នឹងពេលអញ្ចឹងចង់និយាយថាខ្ញុំមើលព័ត៌មានខ្ញុំមើល Facebook បាទហើយយើងមើលព័ត៌មានមើលស្រាប់ពេលអារម្មណ៍ខ្ញុំចាប់ផ្ដើមសរសេរថ្ងៃហ្នឹងខ្ញុំឃើញប្តីប្រពន្ធជាយោធាគាត់យំអោបគ្នាបាទគាត់យំអោបគ្នាដែលប្តីគាត់ត្រូវលាគាត់ចេញទៅសមរភូមិហ្នឹងតែខ្ញុំឃើញវីដេអូឃ្លីបហ្នឹងមិនប្រហែលវិនាទីទេហើយអ្នកណាប្រុសខ្ញុំភ្លេចតែខ្ញុំចាំអាទិដ្ឋភាពហ្នឹងដែលខ្ញុំសម្លឹងទៅអារម្មណ៍កំពុងតែឈឺចាប់នឹងផង
សឃើញទទួលអារូបភាពដែលឃើញនៅក្នុងបណ្ដាញ Facebook នោះផងខ្ញុំទាញបិទយកមកសេវត្តនឹងភ្លាមទៅផងបាទវាជួនពេលដែលវិរិយយុទ្ធជនយើងគាត់លាភរិយាគាត់ចេញច្បាំងហ្នឹងអញ្ចឹងបានខ្ញុំដាក់ចំណងជើងថាលាពៅចេញច្បាំងហ្នឹងហើយឃើញអោបកូនអោបអីអញ្ចឹងបានឃើញក្នុងឃ្លាមកខ្ញុំដាក់សំណប់ហរតីប្តីលាអូនហើយសូមស្រស់ត្រានត្រៃកំឡាយសការៀមបងទៅច្បាំងនឹងខ្មាំងរស្យាការពីរដ្ឋាខេមរាដែនដីចឹងមកលាពសំណប់ហរតីនោះសំណប់នៅគ្មានអីក្រៅពីប្រពន្ធកូនទេប្រពន្ធកូនហើយគឺបេះដូងសួតថ្លើមប្រមាណហ្នឹងហើយលាពើចេញច្បាំងតតាំងកាប់ចាក់ចៅសៀមអបលៈឲ្យវិនិច្ឆ័យខ្សៃការពីប្រាសាទតាមនតាក្របីព្រៃច័ន្ទជោគជ័យនាស្រុកអូជ្រៅក្នុងនាមកូនប្រុសស៊ូស្លាប់មិនស្ដាយប្រលឹងឆោមឆាយកុំស្ដាយណាពើលះបង់ជីវិតឲ្យជាតិគង់នៅសូមស្រស់ឆោមឆ្លៅនៅខែបុតភ្ងាបណ្ដាំប្តីអូនជូនខែមរាញាតបងខ្សែព្រោះជាតិសូមញាតសាមគ្គីធ្លុងមួយលើកស្ទួយរដ្ឋានោះជាតិខេមរាច្បាស់ជាអញ្ជ័យបាទចាំបានថាវិរិយយុទ្ធជនយើងដូចក្នុងប្រយោគផ្លៃបន្ទោខ្ញុំថាក្នុងនាមកូនប្រុសណាស៊ូស្លាប់មិនស្ដាយប្រលឹងឆោមឆាយកុំស្ដាយណាពើលះបង់ជីវិតឲ្យជាតិគង់នៅសូមស្រស់ឆោមឆ្លៅនៅថែបុតភ្ញាចឹងមកក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងតែទទួលរងការឈ្លានពានអំពីប្រទេសជិតខាងអាចជាពិសេសចៅឈាមហ្នឹងចៅសៀមហ្នឹងចឹងក្នុងនាមកូនប្រុសគ្មានអ្វីក្រៅពីការយោធដើមទ្រូងទៅពាំងទេបាទដើម្បីបង្អាក់ដំណើរការនៃការឈ្លានពាននៃបង្អាក់ដំណើរការនៃការរំលោភដែនអធិបតេយ្យភាពកម្ពុជាបាទចឹងមកខ្ញុំចង់លើកពីបញ្ហាហ្នឹងថាចឹងមកក្នុងនាមកូនប្រុសស៊ូស្លាប់មិនស្ដាយហ្នឹងប៉ុន្តែក្នុងឃ្លាបញ្ចប់អញ្ចឹងថាបណ្ដាំប្តីអូនធម្មតាពេលដែលយើងលាប្រពន្ធលាកូនទៅយើងតែងតែផ្ដាំហើយណាមើលកូនខំរៀនអីចឹងទៅប៉ុន្តែក្នុងន័យនេះគាត់សង្កត់ធ្ងន់ទៅលើភរិយាគាត់ហើយក៏សង្កត់ធ្ងន់ទៅលើប្រជាពលរដ្ឋខ្មែរទូទៅសង្កត់ធ្ងន់កន្លែងណាដូចខ្ញុំលើកសូមលើកយកប្រយោគថាបណ្ដាំប្តីអូនជូនខេមរាញាតលាប្រពន្ធហើយផ្ដាំប្រពន្ធហើយផ្ដាំដល់ខេមរាញាតទៀតបាទផ្ដាំជនជាតិខ្មែរទាំងមូលណាបណ្ដាំប្តីអូនជូនខេមរាញាតបងខ្សែប្រជាជាតិសូមញាតសាមគ្គីធ្លុងមួយលើកស្ទួយរដ្ឋានោះជាតិខេមរាច្បាស់ជាអញ្ជ័យក្នុងនាមប្រជាពលរដ្ឋយើងមិនបានច្បាំងដូចបងវិរិយយុទ្ធជនដែលគាត់បានទៅដល់សមរភូមិផ្ទាល់ទេបាទជួមុខបាទយុទ្ធជនជួមុខទេប៉ុន្តែយើងច្បាំងតាមរយៈណាយើងច្បាំងតាមរយៈការធ្វើពិហិការទំនិញចោលហ្មងបាទពិហិការទំនិញចោលសៀមហ្មងអញ្ចឹងមកថាមិនមែនថាឲ្យតែអ្នកដែលច្បាំងអ្នកដែលទទួលភារកិច្ចការពារជាតិស្ថានភាពបច្ចុប្បន្នហ្នឹងអ្នកដែលទទួលភារកិច្ចការពារជាតិមិនមែនតែវិរិយយុទ្ធជនយើងក្នុងសមរភូមិទេប្រជាពលរដ្ឋយើងទូទៅនៅក្នុងប្រទេសហ្នឹងការពារតាមរយៈណាតាមរយៈបំផ្លាញខឿនសេដ្ឋកិច្ចរបស់សត្រូវធ្វើអីពិហិការទំនិញបាទអញ្ចឹងជ្រាបក្នុងឱកាសនេះនឹងដែរក៏សូមគោរពប្រិយមិត្តទាំងអស់ជនជាតិខ្មែរទាំងអស់សូមបន្តពិហិការទំនិញចោលសៀមឲ្យបានបាទព្រោះយកលុយទៅទិញគឺជាការប្រមាថខ្លួនឯងបាទប្រមាថត្រង់ណាយកលុយទៅឲ្យសតោដើម្បីមកសម្រាប់ខ្លួននេះចង់និយាយចឹងមកថាអ្វីដែលយើងជួយវិរិយយុទ្ធជនមកយើងច្បាំងបានយើងច្បាំងតាមរយៈការធ្វើពិហិការហ្នឹងមិនមែនចឹងតែយើងមិនបានទៅច្បាំងយកកំភ្លើងទៅច្បាំងប៉ុន្តែយើងច្បាំងតាមរយៈផ្ដាច់សេដ្ឋកិច្ចឥឡូវគ្រាន់តែមករយៈនេះប្រហែលពាន់លានណាដែលអាចោលនេះវាទទួលរងការខាតបង់បាទខាតបង់ច្រើនបាទអញ្ចឹងយើងបន្តទៀតអញ្ចឹងក៏សំណូមពរដល់ជនរួមជាតិទាំងអស់បន្តពិហិការទំនិញចោលសៀមឲ្យបានបាទពេលហ្នឹងយើងគ្មានលុយគ្មានអាវុធទំនើបដើម្បីច្បាំងប៉ុន្តែយើងច្បាំងតាមរយៈផ្ដាច់ចរន្តសេដ្ឋកិច្ចរបស់សត្រូវហ្នឹងហើយការសាមគ្គីបាទអញ្ចឹងបានក្នុងជំរានគេផ្ដាំបងខ្សែប្រជាជាតិសូមញាតសាមគ្គីអញ្ចឹងបងសុខចិត្តទៅខ្សែដើម្បីជាតិប្រហែលសូមឲ្យញាតជាជនជាតិខ្មែរណាទាំងមូលបងប្អូនចូលរួមឈាមរបស់យើងនេះសាមគ្គីណាសាមគ្គីធ្លុងមួយលើកស្ទួយរដ្ឋានោះជាតិខេមរា
ច្បាស់ជាជ័យបាទអាហ្នឹងគឺនៃដែលក្នុងចម្រៀងគឺចង់សង្កត់ក្នុងកន្លែងហ្នឹងបាទប៉ុន្តែបញ្ជាក់ម្ដងទៀតបទនេះមិនបានបញ្ជាក់ថាវិរិយយុទ្ធជនយើងទៅគឺងាប់ទេទៅគឺស្លាប់ទេអ្វីដែលគាត់និយាយហ្នឹងគឺចង់ផ្ដាំថាចេះផ្ដាំថាបើបងស្លាប់ដើម្បីជាតិសូមឲ្យអូនឲ្យកូនឬក៏ឲ្យញាតិណាជនរួមឈាមទាំងអស់សាមគ្គីគ្នាដើម្បីលើកស្ទួយជាតិយើងឲ្យរុងរឿងអញ្ចឹងកលឹះដែលយើងធ្វើបានគឺពាក្យឯកាហ្នឹងដែលក្នុងនាមយើងជាប្រជាពលរដ្ឋអត់បានស្វីអាវុធទៅច្បាំងទេប៉ុន្តែយើងច្បាំងតាមរយៈការធ្វើពាក្យឯកាទំនិញបាទធ្វើពាក្យឯកាទំនិញទី1ហើយក៏ជួយប្រើទំនិញក្នុងស្រុកបាទជួយប្រើទំនិញជាពិសេសមួយរយៈនេះក៏ទៅសារដល់អាជីវករផលិតករយើងនៅគាត់ខំបាទឱកាសពីដើមមកគាត់ទៅស្រាក់ទៅស្រាំណាប៉ុន្តែយើងមិនសូវគ្រប់គ្រងគ្នាឯងបានទេឲ្យតម្លៃផលិតផលបរទេសបាទឲ្យតម្លៃបរទេសឥឡូវឃើញនេះឲ្យតម្លៃបរទេសឡើយបរទេសវាកសាងសេដ្ឋកិច្ចរឿងបានលុយមកវាយខ្មែរហ្នឹងបានលុយពីយើងហ្នឹងបាទហើយយកមកសម្រាប់យើងហ្នឹងអាហ្នឹងអញ្ចឹងមិនថាអញ្ចឹងក៏ទៅកោតទៅសារដល់ផលិតករអាជីវករដែលគាត់ខំពីដើមមកចង់ដាច់ខ្យល់ណាបាទដល់ពេលបុកមកដំណាក់កាលនេះហាក់ដូចជាជួយគាត់ឲ្យគាត់រស់រវើកប៉ុន្តែក៏សំណូមពរដែរទន្ទឹមនឹងការងាកយើងងាកមកប្រើផលិតផលក្នុងស្រុកងាកប្រើផលិតផលជាតិក៏សូមសំណូមពរដល់អាជីវករផលិតផលទាំងឡាយពង្រឹងគុណភាពបាទក៏ពង្រឹងគុណភាពពង្រឹងសេវាកម្មពង្រឹងការចែកចាយផ្សេងៗបាទប៉ុន្តែកុំពង្រឹងតម្លៃបាទតម្លៃនឹងសំណូមពរយើងងាកមកលោកតារាបណ្ដានិយាយទៅកាន់មហាជនថាពង្រឹងគុណភាពពង្រឹងសេវាកម្មផ្សេងៗប៉ុន្តែកុំពង្រឹងតម្លៃខ្ញុំចង់និយាយថាកុំនាំគ្នាឡើងថ្លៃតែគេជួយប្រើហើយដល់ពេលនាំគ្នាឡើងថ្លៃអាហ្នឹងក៏វាពិបាកបាទអាហ្នឹងកុំឲ្យថាឆ្លៀតឱកាសបាទឆ្លៀតឱកាសអាហ្នឹងចង់និយាយចឹងហើយយើងជាអាជីវករដែលខំផលិតស្នាដៃថ្មីខ្លួនឯងផលិតផលជាតិខ្លួនឯងហ្នឹងកំពុងតែមានឱកាសកសាងស្នាដៃហើយក៏ជាការជួយបាទជួយលើកកម្ពស់ដល់ប្រទេសជាតិយើងផងដែរណាព្រោះថាផលិតផលជាតិច្រើនបង្ហាញថាយើងមិនត្រឹមតែប្រើរបស់គេទេឥឡូវងាកមកផលិតខ្លួនឯងហើយផលិតផលនឹងមានគុណភាពទៀតបាទហើយខ្មែរយើងបើសិនជាផលិតផលនឹងមានគុណភាពគាត់ក៏មិនចង់ទៅរកផលិតផលបរទេសដែរមិនចឹងបាទឥឡូវឃើញថាដោយសារតែការពហិការមួយរយៈនេះគាត់បានស្គាល់អំពីគុណភាពផលិតផលខ្មែរច្រើនជាឱកាសហាក់ដូចជាឈានដល់ដំណាក់កាលសាកល្បងប្រើតែដំបូងមិនទុកចិត្តទេសាប់ពេលអត់ជំរឿមកប្រើបានភ្ញាក់ខ្លួនថាអូផលិតផលខ្មែរល្អតែខ្ញុំរងខ្ញុំប្រើសាប៊ូកក់សក់ដោះខ្លួនខ្មែរខ្ញុំភ្លេចម៉ាវារបស់ខ្មែរហើយពីដើមមកប្រើបោះអាចោលសៀមទៅទៀតពីវត្តតាំងពីសាប៊ូកក់សក់សាប៊ូដោះខ្លួនសម្បីតែមីមីស្បែកជើងខោអាវអ្វីសពបែបយ៉ាងទាំងកាបូបដៃកាបូបអីនឹងកបាត់កក៏ដោយឬក៏ស្អីក៏ដោយសម្បីតែក្រដាស់បាទណែក្រដាស់ជូតមាត់ក្រដាស់ដាក់បន្ទប់ទឹកនេះក៏សិតតែរបស់ពួកហ្នឹងតែឥឡូវដោយសារតែយើងឈឺចាប់នេះគឺអ្វីភាគច្រើននៅក្នុងផ្ទះឃើញថាប្រជាពលរដ្ឋខ្មែរយើងគាត់ងាកបាទប្រើផលិតផលក្នុងប្រទេសយើងច្រើនណាស់បាទហើយបទចម្រៀងនេះបានបង្ហាញអំពីភាពលះបង់បាទរបស់វីរយុទ្ធជនបាទវីរយុទ្ធជនដែលគាត់បានយកដើមទ្រូងទៅពាំងគ្រាប់បាទការពារជាតិមាតុភូមិប្រជាជនខ្មែរហើយមិនត្រឹមតែលះបង់ដើម្បីសង្គមទាំងមូលទេគ្រួសារដែលគាត់ស្រឡាញ់ស្មើជីវិតក៏លះបង់ទាំងអស់ព្រោះថាទៅនេះមិនទៀងបាទមិនទៀងបាទមិនដឹងថាអាចមានឱកាសវិលវិញឬក៏ត្រូវពលីនៅក្នុងសមរភូមិទីបាទអញ្ចឹងយើងអ្នកនៅសមរភូមិក្រោយបាទគួរតែយើងអាចធ្វើអីបានយើងធ្វើហ្នឹងដូចបងមានប្រសាសន៍អញ្ចឹងថាយើងគ្រាន់តែពហិការរបស់ចៅសៀមប្រវត្តិសាស្ត្រនេះគឺអាចជួយលើកទឹកចិត្តពួកគាត់មួយកម្រិតធំអញ្ចឹងគាត់ដែលទៅនៅចូលជើងនៅដប់នៅព្រៃនៅបន្ទាត់ព្រំដែននៅជួរមុខហ្នឹងបាទពេលគាត់មិនអត់ទេអាទូរស័ព្ទគាត់មើលសង្គមនៅក្នុងស្រុកយើងណាចុះបើឃើញម្នាក់សរសេរតិចមកទៅអ្នកទំនិញនេះថតបោះកុំអីប្រហត់ដើរផ្សារថតឲ្យចាប់បោះអាទំនិញនេះសាប៊ូរបស់ខ្លួនថតផ្អាប់តែមិននឹកស្មានថាសាប៊ូនេះល្អយ៉ាងនេះសោះសាប៊ូខ្មែរយើងចេះមិននឹកឃើញស្មានថានំនេះទឹកត្រីនេះស្អីមីនេះឬក៏យើងសរសេរបានតែប៉ុន្តែអត់នាំគ្នាធ្វើរឿងហ្នឹងទេ
từ xa tới selfie tới bà cả sùng điện bẹ phim lùi chai bọc luôn nghe thằng hai sâu bà hai sâu nhưng tới bà cho bà gọt liền mà mình tích tới mà po không miệng này khác năng ấy mà về ở từ ở Facebook còn chừngไรthì cho cho mấy cái privacy đã tuần cam vào Facebook đây bà ở chụp đi chẳng bằng lướt tích tới bà dân nè đọc bổng bơ liên nè dương vô ta đọc đi rồi vô máu tụm binh tu hai bạn được bong pra mạng nâng chấm pra mạng đi sắp pel mà chốn mưa ô này pra này chỉ xem nè đây mình ở bộ lừa mình cùng bạn nè mình tôi lừa bạn tôi được chia dara chấm riêng dara phim yun dara sầm tay dìm xế như đứa co nè lộ online dìm xế nó có lộ phải pop xế mà ta có miền ta được chia thực tray thực yêu tray nghe tray kho của pong này nào dìm xế lạ chân tết mà có thọt tí tết có chui đây chui đây bạn mà cho gì chẳng hay phần có và dân còn ăn khơi nè mình lại pull làm cùng nè đi nè nu thọt phần pol có rồi nhằm bay nó tiết thọt từ ấy từ tỉnh tuổi nó còn đi làm ngọt bạnสบายจัด สบายไอ้ตื่นเต้นนั่นก็มีจัดการตาสำเร็จสำรังท่า mà ធ្វើឲ្យគុណភាពល្អណាធ្វើឲ្យល្អជាងមុនឬក៏លក់ដាច់ទៅឃើញថាគួរតែដូរ style វិក shop ឲ្យវាទៅទំនើបពេលអញ្ចឹងវាកាន់តែវិវត្តទៅមុខចុះបើសិនម្នាក់អត់ជួយសំបែរឿងតូចមួយហ្នឹងអត់ជួយគ្នាផងឥឡូវយើងធ្វើម៉េចអញ្ចឹងបាននៅក្នុងចម្រៀងហ្នឹងគឺចង់ដាស់តឿនអញ្ចឹងថាបណ្ដាំប្រដេកអូនជូនខេមរាញាតដូចខ្ញុំសូត្រសារឡើងវិញនិយាយសារឡើងវិញបងខ្សែព្រោះជាតិសូមញាតសាមគ្គីណាអញ្ចឹងគាត់ថាសុខចិត្តខ្សែប៉ុន្តែមិនបានបញ្ជាក់គាត់ទៅស្លាប់តែគាត់ផ្ដាំទៅភរិយាគាត់ថាបើបងខ្សែព្រោះជាតិសូមញាតសាមគ្គីធ្លុងមួយលើកស្ទួយរដ្ឋានោះជាតិខេមរាច្បាស់ជាជជ័យបាទអាហ្នឹងគឺចង់អញ្ចឹងបានជាថ្មីម្ដងទៀតដូចនិយាយមិញហើយថាមានតែការសំដៅពោលដល់មហាជនប្រិយមិត្តទាំងអស់ជួយប្រើទំនិញក្នុងស្រុកបាទឲ្យបានច្រើនទៅតាមលទ្ធភាពអាចប្រើបានយើងលទ្ធភាពយើងប្រើអាថ្លៃឆុងចាប់អាថ្លៃបានយើងប្រើអាថ្លៃទៅបងប្អូនដទៃទៀតគាត់មិនឆុងចាប់អាថ្លៃក្នុងស្រុកទេមានរៀងធូរថ្លៃទេយើងជំរឿយកហ្នឹងទៅតែមិនឲ្យទៅទំនិញក្នុងស្រុកប៉ុន្តែក៏សូមបញ្ជាក់ដល់ផលិតករផងដែរថាទន្ទឹមនឹងនោះឲ្យជួយពង្រឹងគុណភាពបាទពង្រឹងគុណភាពពង្រឹងការចែកចាយទីផ្សារអីហូរហែអញ្ចឹងទៅបាទកុំពង្រឹងតម្លៃឱកាសឡើងណាអានឹង Vivo ងាប់អញ្ចឹងវាធ្វើឲ្យអ្នកដែលចង់គ្រប់គ្រងផលិតផលក្នុងស្រុកក៏អស់ទឹកចិត្តដែរបាទអញ្ចឹងយើងមានការជួយគ្នាអញ្ចឹងបានសាមគ្គីគ្នាឲ្យវាជាធ្លុងមួយតាមរយៈការធ្វើពាក្យការហ្នឹងទៅបាទក្នុងនាមប្រជាពលរដ្ឋព្រោះបងកងទ័ពគាត់ការពារយកជីវិតទៅការពារទេហើយបាទអញ្ចឹងយើងនៅក្នុងស្រុកយើងធ្វើទៅតាមអ្វីដែលអាចធ្វើបានទៅបាទជាការពិតឃើញថារយៈពេលប្រហែលខែនេះនៃការពាក្យការរបស់ប្រជាពលរដ្ឋខ្មែរឃើញក្រុមហ៊ុនដែលមានគេថាឧបសម្ព័ន្ធណាជាមួយប្រទេសឈ្លានពានយើងនឹងបានបិទច្រើនបាទពិសេសគឺការ៉ាសាំងហើយនឹងម៉ាតលក់ផលិតផលរបស់ចោលសៀមឆ្លៀតពៀនហ្នឹងបាទឃើញបិទច្រើនបាទកន្លែងខ្លះធ្លាប់ឃើញអ៊ូអដែលយុវជនយុវតីខ្មែរយើងក៏រត់តែឃើញអាស្លាកយីហោគេនាំគ្នាជ្រួលច្រាចូលទៅឥឡូវស្ងាត់ឈឹងហើយខ្ញុំជឿថាការស្ងាត់នេះមិនមែនដោយសារគាត់ខ្លាចគេស្ដីបន្ទោសទេឥឡូវនេះគឺស្ងាត់ដោយសារគាត់ចេះឈឺចាប់បាទនេះហើយគឺជាការសាមគ្គីរបស់ពលរដ្ឋខ្មែរយើងបាទហើយក៏សូមថ្លែងអរគុណដែលសម្រាប់ប្រជាពលរដ្ឋដែលគាត់ជឿចាប់ណាបាទដែលគាត់ដាច់ខាតពាក្យការមិនប្រើដាច់ខាតដូចបងដូចខ្ញុំចឹងមកទៅសិតទៅមើលបាកូដមើលអីហ្នឹងតើសង្ស័យទៅមិញសៀមអត់ទេបាទយកចាញ់អត់ប្រើហើយចង្កលសួរអ្នកលក់ទៀតស្តុកចាស់នឹងមុំអស់ហើយបាទមួយឆ្នាំហើយបាទច្បាំងគ្នាមួយឆ្នាំហើយលមុំអស់ហើយកុំប្រាប់ពាក្យស្តុកចាស់ទៀតហ្នឹងហើយនិយាយចឹងបានថាអាហ្នឹងចឹងថ្លែងអរគុណដល់ជនរួមជាតិយើងដែលគាត់មានឆន្ទៈមុតមមគាត់ឈឺចាប់ហើយគាត់ដាច់ខាត់ពាក្យការទំនិញខ្ញុំធានា3-4ឆ្នាំទៅមុខឲ្យតែពាក្យការយ៉ាងនេះដួលឯងវាមិនដែលអ្នកលក់ឆ្លោះជាមួយអ្នកទិញទេមែនទេហ្នឹងហើយបាទក្នុងនាមអ្នកលក់គេថ្នមចិត្តអ្នកទិញណាអានេះវាលក់ទំនិញឲ្យយើងហើយវាវាយយើងទៀតវាប្រមាថកាត់ទៀនយើងទៀតឥឡូវនិយាយដល់បទចម្រៀងបាទលាពើចេញច្បាំងបងវិបុលបានរៀបរាប់ពីខ្លឹមសារក៏ដូចជាហៅថាទស្សនៈនៅក្នុងបទចម្រៀងឲ្យបងប្អូនបានស្គាល់បានដឹងបានជ្រាបហើយ
តែយើងបន្តមកចាក់ឥឡូវខ្ញុំចាក់បាត់នេះឲ្យបងប្អូនស្ដាប់មួយចប់សិនហើយចាំខ្ញុំរៀបរាប់ជាមួយបងវិបុលជាបន្តទៀតឥឡូវយើងស្ដាប់ទាំងអស់គ្នាបាទលាពើចេញច្បាំងច្រៀងដោយលោកយុដួងតារាបាទហើយនិពន្ធទំនុកច្រៀងដោយបងប្រុសញ៉ាំវិបុលហើយខ្លុយដោយលោកសោតតុលាហើយនឹងថតស្ទីឌីយោដោយលោកសួនរដ្ឋាហើយបាត់នេះផលិតនៅឆ្នាំ2025បាទខែធ្នូអញ្ចឹងបាទខ្ញុំតែងបទហ្នឹងថ្ងៃទី10ខែធ្នូឆ្នាំ2025ដែលយើងកំពុងតែបត្រួតបត្រាគ្នាហ្នឹងអញ្ចឹងនិយាយថាផលិតប្រហែលចូលឆ្នាំ2026អញ្ចឹងឯងខ្ញុំផលិតតែប្រហែលថ្ងៃទៅលោកយុដងរាគាត់ចាប់ផ្ដើមច្រៀងទៅចេញភ្លាមដូចចេញក្រោយថ្ងៃខ្ញុំនិពន្ធបានប្រហែលថ្ងៃទេចេញភ្លាមទៅអញ្ចឹងបាទអញ្ចឹងតើបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងអស់គ្នាយើងស្ដាប់សំឡេងលោកយុដួងតារាតាមរយៈស្នាដៃបងញ៉ាំវិបុលលាពើចេញច្បាំងទាំងអស់គ្នាដូចតទៅសំណប់ហរតីប្តីលាអូនហើយសូមស្រស់ត្រានត្រាយកុំឡាយសោការៀមបងទៅច្បាំងនឹងខ្មាំងឬស្យាការពីរដ្ឋាកាមេរ៉ាចេញច្បាំងតតាំងកាប់ចាក់ចោសៀមអបលាក់ឲ្យវីនាងខ្សាយការពីប្រាសាទតាមនតាក្របីព្រៃច័ន្ទជោគជ័យនីស្រុកអូជ្រៅក្នុងនាមកូនប្រុសស៊ូស្លាប់មិនស្ដាយប្រលឹងចំឆាយកុំស្ដាយណាបើលះបង់ជីវិតឲ្យជាតិគង់នៅសូមស្រស់ឆំឆ្លើនៅថាបត់តាមប្តីអូនជូនខាមរាញាតបងខ្សៃព្រោះជាតិសូមញាតសាមគ្គីសាមគ្គីថ្លងមួយលើកស្ទួយរដ្ឋានោះជាតិខាមរាច្បាំងជាជ័យក្នុងនាមកូនប្រុសស៊ូស្លាប់មិនស្ដាយប្រលឹងចំឆាយកុំស្ដាយណាបើលះបង់ជីវិតឲ្យជាតិគង់នៅសូមស្រស់ឆំឆ្លើនៅថាបត់តាមប្តីអូនជូនខាមរាញាតប
បងខ្សែព្រោះជាតិសូមញាតសាមគ្គីសាមគ្គីធ្លុងមួយលើកស្ទួយរដ្ឋថានោះជាតិកាមេរ៉ាច្បាស់ជាជ័យដាំប្តីអូនជូនខានមរហញាតបងខ្សែព្រោះជាតិសូមញាតសាមគ្គីសាមគ្គីធ្លុងមួយលើកស្ទួយរដ្ឋថានោះជាតិកាមេរ៉ាច្បាស់ជាជ័យបាទលាពើចេញច្បាំងដែលច្រៀងដោយលោកយុដួងតារាស្នាដៃនិពន្ធទំនុកច្រៀងដោយបងប្រុសញ៉ាំវិបុលក៏បានបញ្ចប់ទៅហើយបទភ្លេងមិញខ្ញុំដូចជាអត់បានចាប់អារម្មណ៍រឿងបទភ្លេងបាទបទភ្លេងជាបទភ្លេងយ៉ាងម៉េចនោះបទភ្លេងថ្មីនិពន្ធថ្មីអូអញ្ចឹងយើងអត់យកភ្លេងចាស់យកមកកែទំនុកឲ្យច្រៀងសារឡើងវិញទេចុះបទភ្លេងមានអ្នកណានិពន្ធនិពន្ធនឹងចាត់ចែងដោយយុដួងតារាអូបាទអញ្ចឹង melody ដោយរឿង melody ដោយយុដួងតារាអូអញ្ចឹងបាទអញ្ចឹងនេះជាភ្លេងថ្មីបាទហើយទំនុកច្រៀងថ្មីផងដែរភាគច្រើនបទស្នាដៃខ្ញុំអត់ដែរយកបទពីដើមយកមកកែទេបាទតាមពិតបងក៏ស្រឡាញ់ចូលចិត្តបទពីដើមដែរប៉ុន្តែចង់ផលិតចង់កសាងអ្វីដែលថ្មីបាទថ្មីប៉ុន្តែយើងយកលើខឿនចាស់ដូចចរិតខ្មែរយើងជួយចិត្តស្ដាប់ចម្រៀងពីដើមដូច still លោកស៊ីនសមុទ្រអេនយើងអីហូហែអញ្ចឹងទៅអញ្ចឹងយើងយក still នឹងយកមកប្រើយើងអត់យកបទបរទេសចេញមកអីចង្ងានទេបាទអានឹងគឺជាចរិតនិពន្ធរបស់ខ្ញុំតែយ៉ាងហ្នឹងតែតែសរសេរចរិតរបៀបហ្នឹងហើយស្នាដៃផ្សេងទៀតក៏សុទ្ធតែជាបទភ្លេងថ្មីផងដែរថ្មីទាំងអស់អូបាទហើយស្នាដៃផ្សេងទៀតច្រៀងដោយភាគច្រើនរបស់ខ្ញុំរបស់លោកថនស៊ីធុនហើយ melody ដោយលោកស្រីតាំងសេរីពេជ្រដែលគាត់ធ្វើ melody ហើយប្រហែលជាមានបងប្អូនអ្នកស្ដាប់ខ្លះអាចនឹងលើកជាសំណួរថាចុះបងឯងមិនក៏មិនស្វែងរកគ្រូភ្លេងចាស់ដែលគាត់នៅមានជីវិតដូចជាលោកអុកសំអាតលោកអែលប៊ុនណាឬក៏លោកស្វាយសលោកទូចឆាត់ថាឬក៏តន្ត្រីក៏ចាស់ផ្សេងឬក៏បងមិនទាន់ស្គាល់ពួកគាត់ពិបាកស្វែងរកពួកគាត់ឬយ៉ាងម៉េចអត់មាន connection អូអញ្ចឹងបាទអត់មាន connection ពេលអញ្ចឹងខ្ញុំបាន connection ជាមួយលោកស៊ីថុននិងលោកស្រីតាំងសេរីពេជ្រខ្ញុំសហការជាមួយគាត់ធ្វើអញ្ចឹងទៅបាទប៉ុន្តែថ្ងៃនេះក៏ជាឱកាសហ្នឹងក៏អរគុណបងដែរដែលផ្ដល់កិត្តិយសឲ្យខ្ញុំបានមកដល់ studio ផ្សាយនេះហើយមកជួបបងថាមកជួបអាហ្នឹងរកអស់ប្រទេសចក្រានកាបាទព្រោះបងមាន connection ទាំងអស់តែប៉ុណ្្នឹងតារាចម្រៀងជើងចាស់និពន្ធចាស់ឲ្យបងមានទាំងអស់អញ្ចឹងបើជាអាចសុំ contact បងដើម្បីជួបពួកគាត់ដើម្បីធ្វើបទចម្រៀងបំរើឲ្យអារម្មណ៍មហាជនយើងបាទជាការពិតហើយមកច្រៀងនៅនេះក៏បានដែរបាទមាន studio មកចប់ហើយបទភ្លេងអីរកគ្រូភ្លេងចាស់គឺប្រកាសជាធ្វើឲ្យស្នាដៃយើងនឹងកាន់តែថាមានការតាក់ទាញណាបាទព្រោះពួកគាត់មានបទពិសោធន៍ហើយមិនថាអ្នកនិពន្ធថ្មីគាត់មិនសូវប្រុសទេក៏ប៉ុន្តែស្នាដៃយើងមានលំនាំតាមរៀមច្បងទសវត្សរ៍ទី60ទី70អញ្ចឹងបើសិនជាជួបពួកគាត់ដែលជាអ្នកមានបទពិសោធន៍កាលពីសម័យនោះគឺកាន់តែធ្វើឲ្យយើងទីមួយយើងអារម្មណ៍ក៏សប្បាយចិត្តដែរបាត់ជួបពួកគាត់ណាយើងធ្លាប់តែឮចម្រៀងដែលគាត់តែងឲ្យលោកស៊ីនស៊ីមុតជាងអញ្ចឹងស្នាដៃយើងដែលបកគលជូនគាត់ប្រកាសជាយកអារម្មណ៍យកទីកសលគាត់នោះទៅដាក់ដើម្បីឲ្យយើងពេញចិត្តផងដែរហើយចាំខ្ញុំនឹងជួយសម្រួលកិច្ចការនេះបាទអរគុណបាទអរគុណហើយអញ្ចឹងថ្ងៃនេះយើងបង្ហាញអំពីបទលាពៅចាញ់ច្បាំងឲ្យបងប្អូនបានស្គាល់អំពីស្នាដៃបងប្រុសញ៉ែវិបុលមួយបទសិន
ហើយយើងនឹងមានប័ណ្ណបន្តច្រើនទៀតដើម្បីបង្ហាញជូនបងប្អូននៅឱកាសក្រោយព្រោះថាបងប្រុសបានកសាងបានប្រហែល10ប័ណ្ណណាបាទជាង10ប័ណ្ណហ្នឹងហើយធីតាម្ចាស់ចំការមានប័ណ្ណ Arizona ផ្កាកម្ពុជាប័ណ្ណធីតាក្រុងសានធីតាក្រុងសានមនោរម្យបាទនៅមណ្ឌលគិរីបាទហើយមានគេសួរថាធីតាក្រុងសានមនោរម្យធីតាម្ចាស់ចំការមានហើយគេសួរថាដូចខ្វះពាក្យដាក់ចំណងជើងឬក៏នារីនឹងឈ្មោះធីតាបាទមានគេសួរអញ្ចឹងបាទអញ្ចឹងទន្ទឹមហ្នឹងសូមប្រិយមិត្តទាំងអស់ចូលទៅស្ដាប់បទធីតាម្ចាស់ចំការមានដែលនិយាយពីកោះកបីយើងនេះបាទតែខ្មៅយើងឆ្លងស្ពានព្រែកសំរោងយើងទៅបត់ស្ដាំទៅគឺកោះកបីហ្នឹងអញ្ចឹងមកស្ពានព្រែកសំរោងសូមតោងជីស្បៃអកោះក្របីអូនល្អក្រៃលេងបាទអញ្ចឹងចង់ដឹងថាកោះក្របីអូនល្អយ៉ាងណាក៏សូមអញ្ជើញប្រិយមិត្តស្ដាប់បទចម្រៀងហ្នឹងហើយកំសាន្តអារម្មណ៍មិនដែលដងជាមួយនឹងអត្ថន័យបទចម្រៀងដែលនិយាយអំពីទិដ្ឋភាពកោះក្របីហើយជាមួយនារីម្នាក់នៅកោះក្របីហ្នឹងហើយពាក់ព័ន្ធនឹងអាចកំបាំងថានារីនោះជានរណាហើយប្រវត្តិបទចម្រៀងនោះយ៉ាងម៉េចថ្ងៃនេះខ្ញុំមិនទាន់បើកកកាយទេចាំឱកាសក្រោយបាទចាំឱកាសក្រោយចាំយើងបើកកកាយហើយពាក់ព័ន្ធសំណួរថានារីនោះឈ្មោះធីតាឬមិនបានដាក់ថាធីតាម្ចាស់ចំការមានហ្នឹងហើយខ្ញុំក៏មិនទាន់បកស្រាយដែរហើយបទមួយទៀតធីតាក្រុងសានរោមដែលនិយាយពីទិដ្ឋភាពនៅខេត្តមណ្ឌលគិរីភ្នំដោះកមុំពាក់ព័ន្ធនឹងស្អីអូរមីសភ្នំបាយឆៅសមុទ្រឈើដែលរៀបរាប់នៅក្នុងបទចម្រៀងធីតាក្រុងសានរោមហ្នឹងដែលនិយាយពីបរមម្នាក់គាត់ធ្វើដំណើរពីភ្នំពេញទៅដល់ខេត្តមណ្ឌលគិរីឆ្លងកាត់4ខេត្តអណ្ដែតអណ្ដូងហើយជួបនារីម្នាក់ចៃដន្យនៅលើភ្នំដោះកមុំហ្នឹងបាទអញ្ចឹងតើនារីនឹងឈ្មោះអីឈ្មោះធីតាឬក៏យ៉ាងម៉េចអញ្ចឹងឲ្យមហាជនស្ដាប់សិនអញ្ចឹងកុំឲ្យកិច្ចសម្ភាសថ្ងៃនេះមានរយៈពេលវែងពេកដែលថ្ងៃនេះបង focus ទៅលើបទលីពៅចេញច្បាំងអញ្ចឹងខ្ញុំលើកពីបញ្ហាប៉ុន្តែក៏សូមឆ្លៀតប្រម៉ូទតិចចង់ដឹងថានៅក្នុងចម្រៀងធីតាម្ចាស់ចំការមាននិងធីតាក្រុងសែននរោមហ្នឹងវាម៉េចនាងហ្នឹងឈ្មោះធីតាឬក៏ឈ្មោះអីបាទហើយមិនបានអ្នកនិពន្ធហ្នឹងអត់ខ្វះពាក្យដាក់ចំណងជើងទៅអីបានដាក់ចំណងជើងហៅដូចជាជនគ្នាធីតាក្រុងសែននរោមធីតាម្ចាស់ចំការមានអញ្ចឹងដើម្បីស្វែងយល់ច្បាស់សូមអញ្ជើញប្រិយមិត្តចូល Subscribe YouTube របស់ខ្ញុំដាក់ថាហនុមានខ្មែរ Music បើវាយមិនចេញទេអាចវាយឈ្មោះខ្ញុំផ្ទាល់ទៅញ៉ាយវិបុលនៅលើ YouTube ទៅវានឹងលោតចម្រៀងឲ្យហើយចុច click ទៅលើនឹងទៅជួយ Subscribe ឲ្យផងបាទហើយនឹងស្វែងរកចំណងជើងចម្រៀងធីតាម្ចាស់ចំការមាននិងធីតាក្រុងសែននរោមតើមូលហេតុដែលនឹងអ្នកនិពន្ធខ្វះពាក្យដាក់ចំណងជើងឬក៏នារីនៅឯកោះកបីនិងនារីនៅឯមណ្ឌលគិរីនឹងឈ្មោះដូចគ្នាឬក៏យ៉ាងម៉េចអញ្ចឹងសូមប្រិយមិត្តទៅស្ដាប់សិនបាទស្ដាប់សិនតែប៉ុន្តែខ្ញុំចង់សួរសំណួរបងប្រុសញ៉ាំវិបុលថែមទៀតថាមានបទចម្រៀងណាខ្លះដែលនិពន្ធចេញពីរឿងខ្លួនឯងឬក៏ប្រវត្តិស្នេហាជាមួយនារីណាម្នាក់ឬក៏ជាមួយភរិយាតែខ្ញុំមិនទាន់សួរទេចាំវគ្គក្រោយហើយឲ្យបងប្រុសលើកមកបង្ហាញបទនឹងថាហេតុអីបានជាតែងមកមានលក្ខណៈអញ្ចឹងនារីហ្នឹងពិតជាតួអង្គពិតដែលឥឡូវនេះនៅឯណាឬក៏កំពុងតែនៅផ្ទះគាត់បាទឥឡូវហ្នឹងនារីនៅផ្ទះគាត់ព្រោះយើងស្ទីឌីយោសូមទូប្រិយមិត្តយើងកំ plai លេងតិចកុំឲ្យដើម្បីកំដរបរិយាកាសបងនិយាយត្រូវលើកពីបញ្ហាហ្នឹងដោយបទខ្ញុំបទលងស្នេហ៍មង្គលបុរីគេសួរថានៅក្នុងហ្នឹងរៀបរាប់ពីនារីម្នាក់ថ្ពលខួយទាំងសងដែលបរិះហ្នឹងគាត់ទៅលេងស្រុកមង្គលបុរីហ្នឹងហើយបានជួបក្មេងស្រីហ្នឹងយើងប្រាក់ក្មេងស្រីពោលថាក្នុងបទចម្រៀងលើកពីទិដ្ឋភាពនារីហ្នឹងទៅតែស្ទុះធំពេញវ័យបាទហើយនាំគាត់ក្នុងនាមគាត់ជាភ្ញៀវហើយនារីម្ចាស់ស្រុកនាំគាត់ទៅលេងតំបន់រមណីយដ្ឋានក្នុងស្រុកហ្នឹងមានភ្នំតូចភ្នំធំមានស្ពានកឡស្ពានអីដែលជាកន្លែងដែលគេទៅលេងហ្នឹងបាទហើយបរិះហ្នឹងលងស្នេហ៍នារីហ្នឹងហើយលោលេងនារីហ្នឹងគាត់ចាប់ខឹងចាប់ងងមកអីចឹងណាអញ្ចឹងនៅក្នុងបទចម្រៀងគឺនិយាយពីទិដ្ឋភាពហ្នឹងហើយប៉ុន្តែអ្នកស្រុកមង្គលបុរីហ្នឹងគេសួរខ្ញុំបាទសួរខ្ញុំថានារីថ្ពលខួយទាំងសងនោះនៅឯណាគាត់ថាខ្ញុំឥឡូវមិនទាន់ប្រាប់ទេស្ដាប់បទចម្រៀងហើយ
អ្នកអង្គរជាពិសេសអ្នកអង្គរទេនិយាយឡើងតែងាកមើលបោះអត់បានងាកមើលទស្សនិកជនទេសំទោសពោះសន្តានាដៃគូអញ្ចឹងឆ្លៃតែងាកមើលមុខគ្នាឥឡូវងាកមើលទស្សនិកជនឥឡូវផ្ដាំទៅទស្សនិកជនថាឥឡូវជួយរងមើលនារីពលខូចទាំងសងនៅស្រុកអង្គររីផ្សារអង្គររីដែលក្បែរមាត់ស្ទឹងហ្នឹងចឹងរងមើលមកអ្នកណាពលខូចឲ្យជួយរួមមើលខ្ញុំផងបាទជួយរួមមើលព្រោះឥឡូវមិនទាន់បើកបង្ហាញទេបាទចាំឱកាសក្រោយបងតារាផ្ដល់ឱកាសឲ្យខ្ញុំមកទីនេះទៀតខ្ញុំនឹងមកបកស្រាយតើនារីនឹងយ៉ាងម៉េចប្រវត្តិបទចម្រៀងចេញពីណាហើយប្រវត្តិស្នេហាអ្នកណាប្រវត្តិផ្ទាល់ខ្លួនខ្ញុំសំទោសប្រវត្តិផ្ទាល់ខ្លួនខ្ញុំឬប្រវត្តិអ្នកណាបាទគ្រប់បទដែលខ្ញុំនិពន្ធឡើងនឹងហើយឆ្លៀតនឹងឱកាសហ្នឹងក៏បកថ្លែងនៅគុណម្ដងទៀតបងតារាដែលផ្ដល់កិត្តិយសខ្ញុំទីនេះហើយសរសើរបងដែរបងរកបាទខ្ញុំតល់ឃើញព្រោះជាទម្លាប់ខ្ញុំមិននេះទេមិនសូវចេញមុខទេបាទដូចកាលអ្នកនាងហេងសីស្រស់គាត់សុភាខ្ញុំទៅចែកដល់នៅកន្លែងកក្វេហ្នឹងកាពិតប្រវត្តិនិយាយសារឡើងវិញទៅក្នុងកិច្ចសុភាក៏និយាយម្ដងហើយការពិតដែលចាប់ផ្ដើមគេស្គាល់មុខខ្ញុំនេះគឺលោកស្រីតាំងស្រីពេជ្រហើយនិងលោកថនស៊ីថននិយាយការពិតហ្នឹងបទទី1ដែលគាត់ចេញឲ្យខ្ញុំមកបទធីតាក្រុងសែននរោមហ្នឹងហើយគាត់យករូបថតខ្ញុំទៅដាក់នៅលើបទចម្រៀងតែពេលដាក់ទៅខ្ញុំប្រាប់បងបទក្រោយមិនបាច់ដាក់ទេគាត់ថាដាក់ទៅហើយបទព្រោះបទអីចឹងណាហើយដើម្បីឲ្យគេស្គាល់មុខនិពន្ធហើយខ្ញុំក៏ប្រាប់គាត់ថាមិនបាច់ទេគេមិនស្គាល់អីទេគាត់ឈ្មោះបានណាបាទហើយគាត់ក៏លើកឡើងថាចុះគេបើសិនគេចង់ស្គាល់គេចង់ស្គាល់ចង់ស្គាល់អ្នកនិពន្ធមុខមិនមកគាត់ថាមិនបាច់ឲ្យគេស្គាល់មុខមិនមកទៅឲ្យស្គាល់អ្នកចម្រៀងបានណាមើលស្គាល់អ្នកចម្រៀងបានកាប់ពិតទៅអញ្ចេះបងនិយាយកាប់ពិតណាបើលើកពីបញ្ហានិយាយឆ្លៀតក្នុងបើបង្កញ្ចក់បន្តិចខ្ញុំឃើញជាទូទៅនៅលើ channel YouTube អ្នកចម្រៀងក៏ដាក់ឈ្មោះលើកាប់ពិតទៅអ្នកនិពន្ធសម្រាប់តែគេបំភ្លេចនិយាយកាប់ពិតទៅណាអញ្ចឹងបើខ្ញុំយល់ពីបញ្ហាហ្នឹងខ្ញុំមិនចេញមុខបដ ாய் ទៅបាទឲ្យគេស្គាល់ឈ្មោះជួនកាលគេមិនដឹងថាបទហ្នឹងនិពន្ធដោយអ្នកណាផងគេដឹងតែអ្នកចម្រៀងទេអ្នកស្ដាប់ភាគច្រើនគេផ្ដោតតែលើអ្នកចម្រៀងគេមិនខ្វល់តែអ្នកនិពន្ធនឹងអ្នកណាអ្នកអីទេលុះត្រាតែអ្នកដែលចូលចិត្តស្រឡាញ់អក្សរសាស្ត្រអីបានគេចង់ដឹងហ្នឹងបទហ្នឹងអ្នកណាអ្នកនិពន្ធបានគេឈានទៅរកសួរនាំហើយឬគេមើលបាទអញ្ចឹងបានខ្ញុំឃើញចតចម្រៀងមួយដាក់ចំណងជើងហ្នឹងទៅឈ្មោះអ្នកចម្រៀងហើយបើឈ្មោះអ្នកនិពន្ធយ៉ាងខាងនៅក្រោមគេក៏មានដែរអញ្ចឹងបានជាក្នុងការខ្ញុំស្នើសុំណាមិនមែនដោយសារខ្ញុំជាអ្នកនិពន្ធចង់ឲ្យគេស្គាល់មែនទេវាជាសិលធម៌មួយជាការផ្ដោតតម្លៃឲ្យអ្នកនិពន្ធព្រោះបទចម្រៀងមុននឹងចេញមកបានអ្នកទី1អ្នកណាគេអ្នកនិពន្ធហ្នឹងហើយបាទអ្នកនិពន្ធហ្នឹងហើយដែលគាត់ជាអ្នកបង្កើតចម្រៀងហើយបន្ទាប់មកអ្នកណាអ្នកភ្លេងបាទមានទំនុកច្រៀងហើយមានភ្លេងទើបមានអ្នកចម្រៀងបាទអញ្ចឹងបានរបៀបដែលដាក់ជាសិលធម៌ដើម្បីឲ្យតម្លៃអ្នកនិពន្ធគឺដាក់ចំណងជើងបទចម្រៀងនិពន្ធដោយភ្លេងដោយច្រៀងដោយអញ្ចឹងទៅបាទអាហ្នឹងបានវាជាសិលធម៌មួយតែខ្ញុំឃើញបទពាក្យច្រើនចេញមកដឹងឈ្មោះអ្នកចម្រៀងហើយអ្នកនិពន្ធសម្រាប់តែគេបំភ្លេចអញ្ចឹងដូចលើកខាងដើមមិញអញ្ចឹងគ្មានអ្នកណាគេចាំអ្នកនិពន្ធឈ្មោះអីទេបាទតែហើយក៏សូមកត់សរសើរបងដែរដូចជាប្រវត្តិបទចម្រៀងពីដើមមកគេស្គាល់ឈ្មោះអ្នកនិពន្ធគេស្គាល់អីប្រវត្តិបទចម្រៀងបើសិនគុំមានការសិក្សាស្រាវជ្រាវរបស់បងទេប្រហែលជាពួកខ្ញុំក៏មិនដឹងដែរព្រោះបើតែខ្ញុំជាអ្នកដែលចូលចិត្តនឹងនេះតែខ្ញុំមិនបានស្រាវជ្រាវទេតែបងបានស្រាវជ្រាវលំអិតបើនិយាយទៅដល់កាហែងកំហុងនៃបទចម្រៀងតែម្ដងអញ្ចឹងបានថាស្នាដៃរបស់បងក៏ជាស្នាដៃប្រវត្តិសាស្ត្រសម្រាប់ជាតិខ្មែរយើងដែរហើយក៏សូមកត់សរសើរបងកាត់ពិតទៅឆ្លៀតក្នុងការហ្នឹងសូមកត់សរសើរផ្ទាល់មុខបាទអរគុណពីដើមមកខ្ញុំតែនិយាយមួយមិត្តភក្តិខ្ញុំកត់សរសើរកត់សរសើរលោកសេងតារាណាតែគាត់ស្រាវជ្រាវហើយខ្ញុំក៏ជា fan របស់បងដែរហើយមិនដែលស្គាល់គ្នាថ្ងៃហ្នឹងមិននឹកស្មានតែ fan មកជួប idol ដែលធ្វើការសិក្សាស្រាវជ្រាវចឹងបើអ្នកនិពន្ធអ្នកស្រាវជ្រាវអ្នកចម្រៀងជាបំផុតថ្ងៃណាមួយនឹងជួបគ្នាទេបាទហើយបញ្ជាក់ផងដែរបទរបស់ខ្ញុំមិនមែនតែងសម្រាប់តែលោកយុគដួងតារាឬក៏លោកថនស៊ីថនទេមានចរិតបទខ្លះសម្រាប់អ្នកចម្រៀងផ្សេងទៀតបាទអញ្ចឹងបទដែលសម្រាប់តម្រូវចរិតរបស់លោកយុគដួងតារាខ្ញុំឲ្យលោកយុគដួងតារាច្រៀងហើយបទតម្រូវចរិតភាគច្រើនដែលខ្ញុំយក style ចរិតលោកស៊ិនជីសមុទ្រហ្នឹងបាទលោកអត្តរីស៊ិនសមុទ្រហ្នឹងក៏ខ្ញុំឲ្យ
លោកថនជីធុនអ្នកច្រៀង បាទ ខ្ញុំគ្មានភ័ព្វសំណាងតែងចម្រៀងឲ្យអធិរិទ្ធសម្លេងមាសសិនសម្រាប់ច្រៀងប៉ុន្តែខ្ញុំយកតារាចម្រៀងដែលមានចរិត still ទឹកដមសម្លេង still លោកសិនសមុទ្រឲ្យច្រៀងស្នាដៃរបស់ខ្ញុំ បាទបាទ ហើយក៏សូមកាត់សរសើរដល់លោកថនស៊ីថុនដែរតាមរយៈវេទិកានេះសរសើរសម្លេងគាត់ច្រៀងមកគាត់បត់ណែងនងទៅតាមអ្វីដែលខ្ញុំចង់បានណាហើយអ្វីដែលភ្លេងហើយជាពិសេសលោកស្រីតាំងសេរីពេជ្រគាត់ធ្វើមេរ៉េឌីនឹងធ្វើបានល្អស្ដាប់ទៅណែងនងបត់ដែលកំពុងតែ view ច្រើនណាបត់បុព្វាផ្សាយវាយន្ត អូ បើ view គាត់view ឡើងវឺតហ្មងចូលជាង 30,000 នាក់ អូ ជាង 30,000 view ប៉ុន្តែក្នុង YouTube តិចទេមកពីប្រជាប្រដ្ឋយើងគាត់និយមមើល Facebook មើល Facebook បាទ ច្រើន អញ្ចឹងគាត់អា view នៅលើ Facebook ហ្នឹងអាហ្នឹងខ្ញុំផុសនៅលើ page ផ្ទាល់ខ្លួនរបស់ខ្ញុំខ្ញុំផុសទៅខ្ញុំឃើញ share ឃើញ view ថាមានការគាំទ្រច្រើនអញ្ចឹងក៏ឆ្លៀតក្នុងការហ្នឹងក៏អរគុណបាទបងប្អូនតាមបណ្ដាញសង្គម Facebook បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលគាំទ្រស្នាដៃរបស់ខ្ញុំមិនសំដៅតែលើបទបុព្វាផ្សាយវិយន្តទេគឺបទជាច្រើនទៀតដែលកន្លងមកខ្ញុំបានផលិតបានជាង10បទហ្នឹងក៏ឃើញមានការ view ច្រើនដែរបាទ view ច្រើនដែរ ហ្នឹងហើយជាកម្លាំងចិត្តហ្នឹង បាទជាកម្លាំងចិត្តធ្វើឲ្យអញ្ចឹងសូមបងប្អូនបន្តទៀតនៅសល់45បទទៀតដែលកំពុងធ្វើដំណើរមួយម្ដងមកបំរើអារម្មណ៍បងប្អូនបាទវាមានបទណែងនងមនោចេតនាប៉ុន្តែកន្លងមកនេះមានអ្នកសួរបាទប្រហែលជាបងមិញសួរក្រៅឆាកឥឡូវបងអត់បានលើកខ្ញុំសួរខ្លួនឯងឆ្លើយខ្លួនឯងជំនួសបងដែលសួរក្រៅឆាកមិញតែបទកន្លងមកដែលបទដែលបងឃើញស្នាដៃរបស់ខ្ញុំតើសើតាមរុស្រីចេញមកដួងលោមគេស្រឡាញ់គេដូចអត់ទាន់ឃើញមានបទណា deal ស្រីទេបាទมันអត់នៅក្នុងបទ45បទនឹងមានប៉ុន្តែ deal ហ្នឹងមិន deal វាហែកហួរឬក៏យ៉ាងម៉េចបើអញ្ចឹងបើសិនចង់ដឹងថាយ៉ាងម៉េចទស្សនិកជនរងចាំបាទរងចាំ នៅវគ្គក្រោយ បាទចាំវគ្គក្រោយទៀតបើសិនជាបងតារាផ្ដល់កិត្តិយសមកឲ្យខ្ញុំ បាទ បើខ្ញុំមិនមកដល់មកចាត់ស្វាទេអញ្ចឹងមិនថាបងផ្ដល់កិត្តិយសមកខ្ញុំមួយថ្ងៃនេះក៏ជាកិត្តិយសរបស់ខ្ញុំមួយដែរដែលរវាង idol ហើយនិង fan បានជួបគ្នា នៅលើ studio របស់បងផ្ទាល់ បាទ បាទ ជាការពិតនៅឱកាសក្រោយបងប្អូននឹងបានស្គាល់បានដឹងពីស្នាដៃបងប្រុសញ៉ាំវិបុលបាទហើយវគ្គនេះជាវគ្គដំបូងដែលគាត់មកបង្ហាញស្នាដៃអញ្ចឹងចង់ឲ្យបងប្អូនស្គាល់ស្នាដៃទី1ដែលគាត់ថាចង់បង្ហាញសិននៅមានស្នាដៃជាច្រើនទៀតហើយអាចតាក់ទងនឹងរឿងរ៉ាវស្នេហាផ្ទាល់ខ្លួនផងដែរ បាទអរគុណណាស់អញ្ចឹងមិនវែងឆ្ងាយសម្រាប់បងប្អូនអ្នកស្ដាប់អ្នកទស្សនាទីទីខ្ញុំក៏សូមសង្ខេបការសន្ទនាគ្នាលើកដំបូងប៉ុណ្ណឹងសិនចាំវគ្គក្រោយបងប្រុសញ៉ាំវិបុលនឹងលើកយកស្នាដៃផ្សេងដែលគាត់បានផលិតរួចហើយមកបង្ហាញជូនបងប្អូនស្ដាប់ចម្រៀងហើយបានដឹងពីសាច់រឿងនីមួយៗនៃបទចម្រៀងទាំងអស់នោះផងណាបងណាបាទអរគុណណាស់អញ្ចឹងសម្រាប់សូមបាទបងជ័យ បាទអត់អីទេ ហើយក៏សូមជម្រាបលាទស្សនិកជនទាំងអស់ហើយក៏ជាចុងបញ្ចប់សូមកុំភ្លេចពហិការទំនិញចោលសៀម បាទ ព្រោះថាពហិការគឺជាអាវុធបាទពហិការគឺជាអាវុធ យើងអាចធ្វើអីបានយើងធ្វើនឹងដើម្បីរួមកម្លាំងគ្នាសាមគ្គីគ្នាកំចាត់ចោលប្រវត្តិសាស្ត្រដែលឈ្លានពានទឹកដីហើយនឹងរំលោភដែនអធិបតេយ្យភាពរបស់ខ្មែរយើងបាទជូនពរបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសសូមឲ្យជួបតែសេចក្តីសុខមានសុភមង្គលនៅគ្រប់ក្រុមគ្រួសារខ្ញុំបាទស៊ីតារានិងបងប្រុសញ៉ាំវិបុលសូមអរគុណនិងគោរពលាតែប៉ុណ្ណេះបាទ បនតាមប្តីអូនជូនខានមរាញី